Ok,អញ្ចឹងវគ្គនេះគឺវគ្គ Mix Master អញ្ចឹងយើងចូលក្នុងបញ្ជីយើងមកអូខេអញ្ចឹងជំហានដំបូងគឺយើងរៀប sound មក drum bass ដាក់ម្ដុំ instrument ដាក់ម្ដុំ and bass ដាក់ម្ដុំមកអញ្ចឹងមិនយើងស្រួល mix អញ្ចឹងពេលដែលយើង mix មកគឺដំបូងឡើយគឺយើងរៀបពី low មក high instrument ដូចគ្នាពី low មក high មកអញ្ចឹង bass ក៏អញ្ចឹងដែរឥឡូវពេលដែលជំហានដំបូងគឺយើង mix kick and drum យើង mix ពីរហ្នឹងមកសិនមកយើង mix kick យើងឲ្យណែនសិនមកអញ្ចឹងយើងចូលមកអញ្ចឹង kick យើងគឺត្រូវតាលឺឲ្យវា punchy ហើយនឹងណែនកុំឲ្យវាស្រាលឲ្យសោះតើស្រាលយើងបត់យើងវាអត់មាន powerful អញ្ចឹងយើង mix វាឲ្យណែនមកឥឡូវយើងស្ដាប់សិនអូខេអញ្ចឹងវានៅរៀងស្រាលអញ្ចឹងយើង mix វាឲ្យធ្ងន់តិចមកអញ្ចឹង EQ ខ្ញុំ EQ អញ្ចេះអញ្ចឹងខ្ញុំ EQ ខ្ញុំ EQ ប៉ុណ្នេះឥឡូវខ្ញុំបើកមកអូខេបន្ទាប់មកខ្ញុំ add អូខេអញ្ចឹងខ្ញុំដាក់ saturation វាបន្តិច 1.2 អញ្ចឹងវា sound like this nice អញ្ចឹងខ្ញុំ keep វាទុកសិនហើយខ្ញុំដាក់ឲ្យវា punchy ដំបូងវាចេះអញ្ចឹងពេលដែលវា punchy ពេលដែលវាណែនហើយខ្ញុំដាក់ឲ្យវា punchy អញ្ចឹងខ្ញុំ add tension 15% sustain ដក 25% អញ្ចឹងវា gonna sound like this អូខេវា good សម្រាប់ខ្ញុំហើយអញ្ចឹងយើង move on ទៅយើងទៅ kick ទី2អញ្ចឹងចូលមកទី2ចុចទូចមើលអូខេអញ្ចឹងមកទី2ខ្ញុំ shape វាមួយ EQ Voltage អូខេអញ្ចឹងអានេះខ្ញុំអត់ clean មួយ EQ ធម្មតាទេខ្ញុំ clean ខ្ញុំ add ប្រើអានេះហ្មងទៅអានេះខ្ញុំចូលចិត្តប្រើអាហ្នឹងវាស្រួលយើងសេរីបន្តិចតួចមកគឺវាអូខេហើយអូខេអូខេអានេះវារៀងណែនប៉ុន្តែវានៅស្ទើរវានៅរៀងតូចអញ្ចឹងខ្ញុំ compress វាបន្តិចអូខេខ្ញុំ compress មួយ soft tube វា free ទេអូខេវាណែនជាងមុនអូខេ go ដែរអញ្ចឹងយើង move ទៅ snare ម្ដងអញ្ចឹង snare វាចេះវាអូខេខ្ញុំ clean ចេះអញ្ចឹងវាខ្ញុំដកអា sound ពូចោលនេះ sound ដែរហើយខ្ញុំតម្លើង mid ហើយខ្ញុំតម្លើង high ហើយ mid អូខេអញ្ចឹងតម្លើងហើយខ្ញុំ compress វាបន្តិចខ្ញុំ compress វាមកហើយខ្ញុំដាក់ transition បន្តិចឲ្យវា punchy អូខេ good សម្រាប់ខ្ញុំហើយអញ្ចឹងខ្ញុំ add ឲ្យវាណែននៅកណ្ដាល snare ខ្ញុំចង់ឲ្យនៅកណ្ដាលហើយ hi hat វានៅដដែលអញ្ចឹងខ្ញុំ control mid range វាតិចវា sound ចេះbefore after អូខេ nice អញ្ចឹងយើង move on មកយើងចូលមក fill នេះម្ដងអញ្ចឹង fill នេះដំបូងឡើងគឺយើង clean ដូចគ្នាយើង clean មកវា sound ដំបូងវាចេះ
ok nhôm EQ bên này ok nhôm EQ bên này vì ok ấy chẳng nhôm add compression bên này nhôm đặt là vì che đặt bên này ok before and after ok chẳng dừng move on mà chẳng sau đi ok chẳng sau ní យើងអាចដាក់វាចូលតែមួយបានអូខេអញ្ចឹង sound វាចេះ before and ខ្ញុំ add EQ compressor transient 2អូខេអញ្ចឹងវា before after ឃើញវាទះហ៎អូខេអញ្ចឹងយើង move on ទៅមកអូខេអញ្ចឹងដល់វគ្គ percussion ម្ដងអូខេ percussion នេះខ្ញុំចង់ឲ្យវារៀងមកមុខតិចវានៅឆ្ងាយពេកខ្ញុំ clean EQ បន្តិចមក clean EQ ហើយខ្ញុំ add transient នេះអូខេអញ្ចឹង before after nice អញ្ចឹងយើង move on ទៀតមកវាអត់មានអីពិបាកទេអញ្ចឹងសម្រាប់ពួកនេះពពួកក្រាស់ពួកអីហ្នឹងយើងគ្រាន់តែ clean ឲ្យឡើង high បន្តិចៗទៅគឺអូខេហើយអញ្ចឹងយើងចូលមក hi hat នេះ hi hat នេះខ្ញុំឡើងតែ high ទេអញ្ចឹងនេះខ្ញុំមាន template ស្រាប់ហើយយើង clean មកហើយទៅពេលនេះខ្ញុំតម្លើងតែ high ទេនេះឡើង high មកហើយ add compression បន្តិចមកវាអូខេហើយអូខេអញ្ចឹង move ទៅបន្ទាប់ទៀតគឺ tambourine ខ្ញុំចង់ compress ឲ្យវារៀងលឺតិចអញ្ចឹងដំបូងវាលឺចាស់អូខេអញ្ចឹងលឺអញ្ចឹងខ្ញុំចង់ compress វាហើយនឹងតម្លើង high វាបន្តិចអញ្ចឹងខ្ញុំប្រើ SSL compression ហ្នឹងគឺយើងធ្វើឲ្យកុំឲ្យវាខ្ទាតសលេងខ្លាំងពេកឲ្យវារៀងស្មើគ្នាហើយខ្ញុំ clean ខ្លះខ្ញុំតម្លើងខ្លះទៅតម្លើង high ខ្ញុំតម្លើង high អូខេ yes ខ្ញុំតម្លើង high ប៉ុណ្នេះអូខេអញ្ចឹងវាអូខេហើយអញ្ចឹងយើងចូលដូរមកអូនេះហើយអូខេអញ្ចឹងយើងដូចជាអស់ហើយអញ្ចឹងអានេះយើងគ្រាន់តែតម្លើង high កាត់ low ទៅគឺអូខេហើយអញ្ចឹងអានេះខ្ញុំមាន template ស្រាប់អញ្ចឹងវាកាត់ high វា compress អីតិចតួចទេអញ្ចឹង drum bass អញ្ចឹង drum យើងមិនហើយវាចេះអានេះអត់តន់មិនអូខេពេលអានេះមិនហើយអូខេអញ្ចឹង drum យើងគឺមិនហើយឥឡូវយើងមកដល់វគ្គ mix bass ម្ដងអូខេឥឡូវយើងដល់វគ្គ bass ហើយអញ្ចឹងយើងចូលមក bass យើងមកដំបូងឡើង sound វាយើងស្ដាប់ sound វាសិនវានៅរៀងវានៅ sound រៀងស្រាលអញ្ចឹងយើង mix ដំបូងឡើងយើង clean EQ សិនអូខេ EQ ខ្ញុំ clean ចាស់
hay PD nè ok clean EQ dương cắt lại sound để kick hit đó nè lại nè nè chẳng vì kick hit lại nó dương cắt lại năng máu ok chẳng nhóm nâng phép là biệp sidechain này đôi EQ nhóm chẳng từ bồn láng dương select the channel for kick dương mixer for kick dương năng máu hay max đám cho sidechain to distract ok hãy dương cho từ EQ phải dương hãy dương cho setting processing hay select kick phải dương máu tao máu dương select the EQ phải dương hãy dương chọn lựa sidechain ní vô sidechain máu bạn winner lên ní cho vô sidechain hãy dương click lại nè click lại auto nè hãy chọn cái lại ní cứ viết sidechain này chẳng phải toàn chốt viết chạy chẳng nhôm tận lại nhôm cắt cái lại để frequency po kick vi hit hay nhôm tận lại cái lại low ní đầm bề vi feel full ok chẳng dương cho hay cái lại ní nhôm cắt sound cái lại sound là lại cực vì lưu hiện cực nè lại nè chẳng nhỏ cho râm khan mùi sound instrument dương ok chẳng lại nhầm vô sidechain được nhé ok chẳng dương EQ hao vậy chẳng dương cho một top tiết nhầm shape vì màn tích shape EQ vậy nhầm shape ta lại lâu tích hay cách màn tích thế bây giờ nhầm cách vì hái vì sao đi chết sound vì hiện thông dương muốn hay bắt đầu máu nhầm compress vì nhầm đã saturation với saturation color với đã color với màn tích máu em hay tao máu nhầm cắt cái tôi với màn tích tao máu nhầm compress với màn tích đâm bay glue với cho mũi kick trạm dương cái việc ọt glue ấy chẳng trạm dương vậy đó bây dương add CLA chật vào mũi tới bây giờ tao máu nhung add final compression cái này vì chui vì đối tape chứ anh vì đối tape về vì đôi chia compressor mỗi để vì chui chuyển nuôi sau nè ở vì ô tô bản thân vì cắt trắng vì bị hít ở vì sau vì nó ở vì này vì tất đạo ở vì này có mọi vì hiện đáng cái viền này chẳng ok chẳng best dưỡng mình cứ tập bản năng thế chẳng dừng cho đâu việc instrument mà đâu